សាងសង់បានហើយអ្វីដែលអ្នកមិនតាន់អាចធ្វើបានអ្នកអាចធ្វើខាត់បន្តិចម្ដងដោយភាពជាប់លាប់ប្រសិនបើអ្នកខ្លាចចូលចាប់ផ្ដើមទាំងខ្លាចភាពក្លាហានមិនមែនមានន័យថាអ្នកមិនមានការភ័យខ្លាចទេប៉ុន្តែមានន័យថាអ្នកមិនអនុញ្ញាតឲ្យការខ្លាចគ្រប់គ្រងការសម្រេចចិត្តរបស់អ្នកអាចស្ទាក់ស្ទើរនិងអាចមិនប្រកបចិត្តប៉ុន្តែអ្នកនៅតែអាចបោះជំហានទៅមុខកុំរងចាំឲ្យការភ័យខ្លាចបាត់សិនទើបចាប់ផ្ដើមព្រោះជាញឹកញាប់ការភ័យខ្លាចនឹងថយចុះនៅពេលដែលអ្នកចាប់ផ្ដើមធ្វើកុំប្រៀបធៀបជំហានដំបូងជាមួយនឹងជំនាញកម្ពស់របស់អ្នកដទៃអ្នកអាចមើលឃើញមនុស្សម្នាក់ជោគជ័យហើយគិតថាគេមានអ្វីគ្រប់យ៉ាងខណៈពេលអ្នកមិនទាន់មានអ្វីសោះប៉ុន្តែអ្នកប្រហែលជាមិនឃើញកិច្ចខិតខំប្រឹងប្រែងរបស់គេអស់កាលដ៏យូរកំហុសបរាជ័យនិងពេលវេលាដែលគេស្ទើរតែបោះបង់ដូច្នេះអ្វីដែលល្អគឺប្រៀបធៀបភាពរីកចម្រើនរបស់ខ្លួនជាមួយថ្ងៃនេះនិងពីម្សិលមិញកុំឲ្យបរាជ័យដំបូងធ្វើឲ្យអ្នកបោះបង់ទិសដៅទាំងមូលការចាប់ផ្ដើមធ្វើអ្វីដែលថ្មីមានន័យថាអ្នកធ្វើខុសអ្នកអាចជួបឧបសគ្គហើយពេលខ្លះអ្នកនឹងមិនបានទទួលលទ្ធផលដែលអ្នកចង់ទេប៉ុន្តែបរាជ័យមួយពុំមែនជាចម្លើយចុងក្រោយទេចូលយកវាធ្វើជាមេរៀនកែលម្អវិធីសាស្ត្រហើយចាប់ផ្ដើមម្ដងទៀតអ្នកមិនចាញ់នៅពេលអ្នកដូរទេអ្នកចាញ់នៅពេលដែលអ្នកសម្រេចចិត្តថានឹងក្រោកឡើងវិញចាប់ផ្ដើមថ្ងៃនេះព្រោះអនាគតរបស់អ្នកកំពុងតែត្រូវការបង្កើតដោយសកម្មភាពរបស់អ្នកនាថ្ងៃនេះមនុស្សដែលអ្នកនឹងក្លាយទៅជានៅក្នុងរយៈពេល1ឆ្នាំឬក៏5ឆ្នាំខាងមុខគឺជាលទ្ធផលនៃអ្វីដែលអ្នកធ្វើជាបន្តបន្ទាប់នាថ្ងៃនេះប្រសិនបើអ្នកចង់បានជីវិតថ្មីអ្នកត្រូវចាប់ផ្ដើមបង្កើតទម្លាប់ថ្មីកុំរងចាំឆ្នាំក្រោយកុំរងចាំខែក្រោយកុំរងចាំថ្ងៃស្អែកចាប់ផ្ដើមពីថ្ងៃនេះអ្នកមិនចាំបាច់ដឹងផ្លូវទាំងមូលទេដើម្បីបោះជំហានបន្តទៅមុខពេលខ្លះយើងមិនបានចាប់ផ្ដើមព្រោះយើងចង់ដឹងអ្វីគ្រប់យ៉ាងជាមុនប៉ុន្តែជីវិតវាមិនដំណើរការដោយផែនទីដែលបង្ហាញផ្លូវទាំងមូលទេនៅពេលដែលអ្នកដើរទៅមុខអ្នកនឹងឃើញជំហានបន្តដូច្នេះកុំទាមទារឲ្យខ្លួនឯងដឹងអ្វីទាំងអស់ដឹងតែជំហានបន្តហើយធ្វើវាចាប់ផ្ដើមតូចប៉ុន្តែចាប់ផ្ដើមដោយភាពស្មោះត្រង់និងបន្តដោយវិន័យអ្នកមិនចាំបាច់ផ្លាស់ប្ដូរជីវិតទាំងមូលនៅក្នុងពេលមួយយប់ទេចូលផ្លាស់ប្ដូររឿងតូចៗនៅថ្ងៃនេះហើយធ្វើវាម្ដងហើយម្ដងទៀតមួយថ្ងៃខ្លាយជាមួយសប្តាហ៍មួយសប្តាហ៍ខ្លាយជាមួយខែមួយខែខ្លាយជាមួយឆ្នាំអ្វីដែលធ្វើឲ្យមនុស្សម្នាក់ផ្លាស់ប្ដូរមិនមែនជាសកម្មភាពដ៏អស្ចារ្យមួយទេប៉ុន្តែជាសកម្មភាពតូចៗដែលគេមិនឈប់ធ្វើកុំសួរខ្លួនឯងថាតើខ្ញុំអាចធ្វើបានឬទេចូលសួរថាតើខ្ញុំអាចចាប់ផ្ដើមអ្វីមួយនៅថ្ងៃនេះអ្នកប្រែជាមិនតាន់អាចឃើញជោគជ័យនៅចុងផ្លូវទេប៉ុន្តែអ្នកអាចធ្វើជំហានដំបូងបានអ្នកប្រែជាមិនតាន់មានទំនុកចិត្តប៉ុន្តែអ្នកអាចធ្វើសកម្មភាពមួយបានហើយនៅពេលអ្នកធ្វើជំហានតូចៗជារៀងរាល់ថ្ងៃអ្នកនឹងចាប់ផ្ដើមក្លាយទៅជាមនុស្សដែលមានសមត្ថភាពនិងមានទំនុកចិត្តជាងមុនកុំរងចាំជីវិតថ្មីមករកអ្នកចាប់ផ្ដើមបង្កើតវាដោយខ្លួនឯងអំណេះចាប់តាំងពីថ្ងៃនេះទៅកុំបោះបង់ព្រោះពេលដែលអ្នកគិតថាអ្នកមិនអាចបន្តបានវាអាចជាពេលដែលអ្នកកំពុងតែខិតខំផ្លាស់ប្ដូរខិតចិត្តមកដល់ពេលខ្លះផ្លូវទៅរកជោគជ័យពុំមែនជាផ្លូវត្រង់ផ្លឹងទេវាមានភាពនឿយហត់វាមានការចង់បោះបង់វាមានការខកចិត្តវាមានការបរាជ័យនិងមានពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ប៉ុន្តែត្រូវចាំថាការលំបាកពុំមែនជាសញ្ញាដែលថាអ្នកគួរតែឈប់ទេវាជាសញ្ញាដំបូងនៃអ្នកគួរតែរៀននិងគួររីកចម្រើនសម្រាប់បានប៉ុន្តែកុំបោះបង់គោលដៅអ្នកមិនចាំបាច់ឈ្នះគ្រប់ថ្ងៃទេអ្នកគ្រាន់តែត្រូវបន្តដំណើរទៅមុខមានថ្ងៃខ្លះអ្នកធ្វើបានល្អហើយថ្ងៃខ្លះអ្នកធ្វើបានតិចជាងអ្វីដែលរំពឹងទុកកុំយកថ្ងៃអាក្រក់មួយមកសម្រេចថាជីវិតទាំងមូលរបស់អ្នកបរាជ័យប្រសិនបើថ្ងៃនេះអ្នកមិនអាចរកបានចូលដើរប្រសិនបើអ្នកមិនអាចដើរបានចូលជប់សម្រាប់ហើយបន្តទៅមុខទាំងមានកម្លាំងចិត្តអ្វីដែលសំខាន់គឺកុំបែរខ្នងចេញពីផ្លូវដែលអ្នកបានជ្រើសរើសកុំឲ្យបរាជ័យមួយធ្វើឲ្យអ្នកភ្លេចពីមូលហេតុដែលអ្នកចាប់ផ្ដើមពេលអ្នកជួបបញ្ហាអ្នកអាចខ្លាចជាហេតុអ្វីបានជាអ្នកចាប់ផ្ដើមដំបូងចូលត្រឡប់ទៅគិតពីក្តីស្រមៃគោលដៅនិងមនុស្សដែលអ្នកចង់ខ្លាយទៅជានាពេលអនាគតសួរខ្លួនឯងថាហេតុអ្វីខ្ញុំចាប់ផ្ដើមពេលអ្នកឃើញចម្លើយម្ដងទៀតវាអាចផ្ដល់ចម្លើយឲ្យអ្នកបន្តទោះបីជាផ្លូវខាងមុខមិនងាយស្រួលក៏ដោយពេលអ្នកដួលពុំមែនមានន័យថាអ្នកចាញ់ទេអ្នកចាញ់នៅពេលអ្នកសម្រេចចិត្តមិនក្រោកឡើងវិញ
មនុស្សគ្រប់រូបដែលព្យាយាមធ្វើអ្វីមួយធំជាងខ្លួនឯងក៏នឹងជួបការបរាជ័យនៅក្នុងចំណុចណាមួយភាពខុសគ្នារវាងមនុស្សដែលទៅដល់គោលដៅនិងមនុស្សដែលជប់កណ្ដាលផ្លូវគឺការសម្រេចចិត្តថាតើពួកគេគួរធ្វើអ្វីបន្តពីដួលចូលរៀនពីកំហុសជូតទឹកភ្នែកកែប្រែយុទ្ធសាស្ត្រនិងក្រោកឡើងបន្តទៀតពេលអ្នកអស់កម្លាំងចូលសម្រាកការមិនបោះបង់ពុំមែនមានន័យថាអ្នកត្រូវបង្ខំខ្លួនឯងរហូតដល់អស់កម្លាំងទេអ្នកអាចឈប់សម្រាកដើម្បីស្ដារធម៌ពលផ្លាស់ប្ដូរយុទ្ធសាស្ត្រឬក៏អាចសុំជំនួយនិងអាចចំណាយពេលគិតឡើងវិញប៉ុន្តែសូមកុំច្រឡំរវាងការសម្រាកនិងការបោះបង់ការសម្រាកគឺដើម្បីត្រឡប់មកវិញឲ្យមានកម្លាំងកំហែងជាងមុនអ្វីដែលអ្នកកំពុងតែតស៊ូនៅថ្ងៃនេះអាចคล้ายទៅជារឿងដែលអ្នកនឹងអរគុណខ្លួនឯងនៅថ្ងៃខាងមុខប្រហែលជាថ្ងៃនេះអ្នកមិនតាន់ឃើញអត្ថប្រយោជន៍នៃកិច្ចខិតខំទេប៉ុន្តែរាល់ជំហានកំពុងតែបង្កើតបទពិសោធន៍វិន័យនិងភាពរឹងមាំក្នុងខ្លួនថ្ងៃណាមួយនៅពេលដែលអ្នកមើលត្រឡប់ក្រោយអ្នកនឹងដឹងថារយៈពេលដែលលំបាកបំផុតគឺជារយៈពេលដែលបង្កើតអ្នកឲ្យខ្លាចទៅជាមនុស្សរឹងមាំបំផុតកុំឲ្យគំនិតអ្នកដទៃធ្វើឲ្យអ្នកបំបត្តិចោលនៅក្តីសង្ឃឹមនិងក្តីសុបិនរបស់ខ្លួនមនុស្សខ្លះមិនជឿលើអ្នកមនុស្សខ្លះអាចនិយាយថាអ្នកមិនអាចធ្វើបានហើយមនុស្សខ្លះអាចមើលងាយកិច្ចខិតខំរបស់អ្នកមិនអាចគ្រប់គ្រងគំនិតរបស់គេទេប៉ុន្តែអ្នកអាចគ្រប់គ្រងការឆ្លើយតបរបស់ខ្លួនកុំចំណាយថាមពលដើម្បីបង្ហាញអ្វីទៅលើអ្នកណាដែលមិនជឿអ្នកចូលយកថាមពលទាំងអស់នោះសាងកម្លាំងខ្លួនឯងជឿលើជំហានតូចៗទោះលទ្ធផលធំមិនដល់មកដល់ពេលខ្លះកិច្ចខិតខំរបស់អ្នកមើលទៅដូចជាមិនមានអ្វីធំដុំទេព្រោះការរីកចម្រើនមិនរមែងតែងតែមើលឃើញដោយភ្លាមទេដូចជាក្របពូជដែលត្រូវពេលក្រោមដីមុនពេលដែលវាដោះឡើងមកលើផ្ទៃដីដូច្នេះកុំឈប់ព្រោះតែអ្នកមិនតាន់ឃើញលទ្ធផលបន្តរៀនបន្តធ្វើបន្តកែប្រែហើយទុកពេលវេលាឲ្យកិច្ចខិតខំរបស់អ្នកជាអ្នកបង្ហាញលទ្ធផលចោះពេលអ្នកចង់បោះបង់សូមចាំថាអ្នកបានឆ្លងកាត់រឿងរ៉ាវច្រើនដូចមកហើយដើម្បីមកដល់ទីនេះមើលត្រឡប់ទៅខ្លួនឯងកាលពីមុនហើយចាំថាវាមានបញ្ហាជាច្រើនដែលអ្នកធ្លាប់គិតថាមិនអាចឆ្លងកាត់បានប៉ុន្តែអ្នកនៅតែអាចឆ្លងកាត់បានដូច្នេះកុំសម្រេចចិត្តបោះបង់ថ្ងៃដែលអ្នកកំពុងតែនឿយហត់សម្រាប់បន្តិចស្ដារខ្លួនឯងត្រឡប់មកវិញអ្នកមិនចាំបាច់ដឹងថាតើអ្នកនឹងទៅដល់ទីណានៅថ្ងៃនេះទេគ្រាន់តែត្រូវបដិសេធមិនបោះបង់មិនឈប់ដើរចូលទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះខ្លួនឯងឲ្យបានប្រសើរជាងបុគ្គលដទៃដែលគេរំពឹងទុកពីយើងការទទួលខុសត្រូវគឺជាសីលធម៌ដ៏ខ្ពស់បំផុតរបស់ចូលទទួលខុសត្រូវចំពោះជីវិតខ្លួនឯងឲ្យបានល្អប្រសើរតែខ្លះសម្ពាធគឺវាជួយឲ្យយើងក្លាហានជាងមុនវាជួយឲ្យយើងខំប្រឹងជាងមុនសម្ពាធគឺប្រមែនមានន័យថាបង្ខំខ្លួនឯងឲ្យធុញទ្រាន់ឬក៏រស់នៅក្នុងភាពតានតឹងជានិច្ចឡើយវារាប់ថាជារបៀបមួយនៅក្នុងការជំរុញខ្លួនឯងឲ្យចេញពីតំបន់សុខស្រួលដើម្បីអភិវឌ្ឍគោលដៅនិងក្លាយទៅជាមនុស្សដែលប្រសើរជាងមុនបុគ្គលភាគច្រើនរស់នៅដោយសារតែនឹងភាពងាយស្រួលហើយគេចេះតែអង្គុយរងចាំអារម្មណ៍ល្អសិនទើបចាប់ផ្ដើមនៅក្នុងការធ្វើអ្វីមួយប៉ុន្តែធៀបពិតទៅគឺការរីកចម្រើនភាគច្រើនគឺវាកើតចេញពីការដែលយើងដាក់សម្ពាធឲ្យខ្លួនឯងដែរដាក់ deadline កំណត់ការបរិច្ឆេទកំណត់អាទិភាពឲ្យខ្លួនឯងអ្វីដែលសំខាន់និងអ្វីដែលមិនសំខាន់រៀនញែកចេញរឿងសំខាន់ចេញពីភាពមិនសំខាន់ជាដើមបើមែនតែនទៅសម្ពាធរាប់ថាមានពីរប្រភេទសម្ពាធអាក្រក់គឺការបង្ខំខ្លួនឯងលើសកម្រិតខ្លាំងពេករហូតដល់បាត់បង់កម្លាំងបញ្យោចិត្តក៏ដូចជាសុខភាពល្អរីឯសម្ពាធល្អរាប់ថាជាការមានគោលដៅនិងវិន័យដើម្បីជំរុញខ្លួនឯងឲ្យទៅមុខជាទូយ៉ាងកំណត់អានពេលសៀវភៅរាល់ថ្ងៃ30នាទីឬក៏បញ្ចប់កិច្ចការណាមួយមុនពេលកំណត់សម្ពាធបែបនេះវាធ្វើឲ្យខួរក្បាលរបស់អ្នកមានផែនការជាក់លាក់ក៏ដូចជាអាចផ្ដោតនិងបង្កើនប្រសិទ្ធភាពហើយប្រសិទ្ធភាពកាន់តែច្រើនហើយដើម្បីទៅដាក់សម្ពាធឲ្យខ្លួនឯងសម្ពាធវាជួយយើងអូនទឹកទៅកូនដាក់មកទឹកសម្ពាធយើងនឹងនៅត្រឹងកិច្ចខិតខំប្រឹងប្រែងក្រោមសម្ពាធតិចវាធ្វើឲ្យជំនាញក៏ដូចជាការគិតរបស់យើងកាន់តែមុតស្រួលវា shape ពីរបៀបដែលយើងគិតបង្កើតវិន័យគឺវាពុំមែនកើតឡើងដោយចៃដន្យទេវាកើតចេញពីការបង្ខំខ្លួនឯងឲ្យធ្វើអ្វីមួយទោះបីជាយើងចង់ធ្វើឬក៏មិនចង់ដល់ពេលធ្វើគឺត្រូវតែបង្ខំរុញធាក់ឲ្យខ្លួនឯងធ្វើតតែបានបង្កើនជំនឿចិត្តលើខ្លួនឯង
នៅពេលដែលយើងឆ្លងកាត់សម្ពាធហើយសម្រេចបានអ្វីមួយយើងក៏នឹងជឿជាក់ទៅលើសមត្ថភាពរបស់យើងកាន់តែច្រើនឡើងកាន់តែខ្លាំងឡើងធ្វើឲ្យគោលដៅកាន់តែច្បាស់សម្ពាធល្អវាធ្វើឲ្យយើងគិតច្បាស់ថាតើអ្វីសំខាន់អ្វីដែលអាទិភាពអ្វីដែលគួរបោះបង់អ្វីគួរតែធ្វើឲ្យបានច្រើនឬក៏អ្វីណាដែលគួរតែឈប់ធ្វើតែម្ដងដូច្នេះហើយនៅពេលដែលយើងដាក់គោលដៅតូចៗកុំដាក់សម្ពាធធំខ្លាំងពេកចាប់ផ្ដើមពីអ្វីដែលអាចធ្វើបានរៀងរាល់ថ្ងៃបន្តិចម្ដងកំណត់ពេលវេលាមាន deadline ខួរក្បាលក៏នឹងខំប្រឹងជាងមុនវាស់វែងការរីកចម្រើនសរសេរអ្វីដែលយើងធ្វើរាល់ថ្ងៃដើម្បីឲ្យឃើញថាយើងកំពុងតែទៅមុខកុំប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃសម្ពាធគឺវាមកពីគោលដៅផ្ទាល់ខ្លួនមិនមែនកើតចេញពីការប្រៀបធៀបជាមួយអ្នកដទៃឡើយអនុញ្ញាតឲ្យខ្លួនឯងមានពេលឈប់សម្រាកនិងចេញលេងសម្ពាធល្អជាការពិតហើយគឺវាត្រូវការមានតុល្យភាពការសម្រាកគឺជួយឲ្យយើងបន្តទៅមុខបានកាន់តែយូរការពិតដែលមនុស្សភាគច្រើនមិនបានយល់នោះគឺថាមនុស្សជោគជ័យភាគច្រើនមិនមែនមានពេលទំនេរច្រើនជាងយើងទេអ្នកណាក៏មានពេលត្រឹមតែ24ម៉ោងដូចគ្នាក៏ប៉ុន្តែពួកគេចេះដាក់សម្ពាធឲ្យខ្លួនឯងនៅក្នុងកម្រិតដែលត្រឹមត្រូវពួកគេមិនរងចាំអារម្មណ៍ទេប៉ុន្តែចាប់ផ្ដើមធ្វើសិនហើយអារម្មណ៍ល្អក៏នឹងកកើតឡើងជាតាមក្រោយការដាក់សម្ពាធឲ្យខ្លួនឯងបង្កើតកិច្ចខិតខំប្រឹងប្រែងរាប់ថាជាគន្លឹះមួយសម្រាប់ការផ្លាស់ប្ដូរនៅក្នុងជីវិតប៉ុន្តែសម្ពាធនោះទៀតសោតវាត្រូវតែជាសម្ពាធដែលបង្កើតកម្លាំងមិនមែនដើម្បីបំផ្លាញកម្លាំងនិងទំនុកចិត្តឡើយរៀនរឹងខ្លួនឯងឲ្យទៅមុខបន្តិចម្ដងរៀនធ្វើអ្វីដែលពិបាកធ្វើបន្តិចម្ដងរាល់ថ្ងៃហើយម្ដងមួយថ្ងៃអ្នកក៏នឹងសង្កេតឃើញថាខ្លួនឯងវិវត្តខ្លាយទៅជាមនុស្សថ្មីដែលខ្លាំងនិងមានវិន័យច្រើនជាងមុនមិនខាននៅពេលដែលយើងយល់រយៈពេល4នាទីមកនេះថាអ្វីទៅជាសម្ពាធល្អនិងអ្វីទៅជាសម្ពាធមិនល្អសម្ពាធដូចដែលយើងបានរៀបរាប់មកអញ្ចឹងវាត្រូវតែសម្ពាធដែលបង្កើតកម្លាំងមិនមែនបំផ្លាញកម្លាំងទេខៃសេចក្តីថាយើងត្រូវតែដាក់សម្ពាធលើខ្លួនឯងនៅក្នុងកម្រិតណាដែលវាសមល្មមដែលវាជួយយើងរីកចម្រើនមិនមែនធ្វើយើងបាក់កម្លាំងបាត់បង់ធម៌ពលឡើយម្យ៉ាងទៀតសោតវាត្រូវតែស្ថិតនៅក្រោមក្រមធម្មជាតិច្បាប់នៃការសាបព្រោះច្បាប់នៃការរីកលូតលាស់ច្បាប់នៃការដាំដុះជាដើមអ្នកមួយពូជល្អប៉ុន្តែព្រោះនៅក្នុងដីដែលគ្មានជីជាតិគ្មានទឹកគ្រប់គ្រាន់គ្មានពន្លឺព្រះអាទិត្យនោះក៏ពូជរបស់អ្នកលូតលាស់មិនល្អអ្នកមានគ្រាប់ពូជល្អសែនល្អប៉ុន្តែព្រោះនៅក្នុងទឹកដែលសែនជ្រៅក៏វាមិនអាចរីកចម្រើនបានដែរវានឹងស្អុយរលួយដូចគ្នានេះដែរសម្ពាធមិនមែនជារឿងអាក្រក់ទេប្រសិនបើយើងគ្រប់គ្រងវាឲ្យបានត្រឹមត្រូវសម្ពាធដែលបង្កើតកម្លាំងសម្ពាធប្រភេទនេះគឺវាជួយឲ្យយើងមានទិសដៅក៏ដូចជាភាពច្បាស់លាស់ឡើងវាគឺជាការជំរុញខ្លួនយើងឲ្យធ្វើអ្វីដែលល្អសម្រាប់អនាគតជាតួយ៉ាងគោលដៅតូចជារៀងរាល់ថ្ងៃបញ្ចប់ការងារមួយមុនពេលកំណត់រៀនអ្វីដែលថ្មីបន្ទុកអ្នកបន្តិចម្ដងទោះបីជាអានសៀវភៅមួយថ្ងៃ5ទំព័រក៏រាប់ថាអ្នកបង្កើតចំណេះដឹងទៅលើវិស័យ5ទំព័រដែរសម្ពាធនេះវាធ្វើយើងទទួលអារម្មណ៍ថាខ្ញុំកំពុងតែរីកចម្រើនទៅមុខហើយបង្កើនកម្រិតនៃជំនឿជឿជាក់ទៅលើខ្លួនឯងកាន់តែច្រើនឡើងអ្នកអាចនឹងមិនឃើញលទ្ធផលនៅក្នុងរយៈពេល2ថ្ងៃឬក៏5ថ្ងៃតែបន្តិចម្ដងអ្នកក៏នឹងឃើញថាទង្វើតូចឥរិយាបថតូចក៏ដូចជាទម្លាប់តូចគឺវាមានអានុភាពយ៉ាងសម្បើមសម្ពាធដែលលើសពីសមត្ថភាពឬក៏គ្មានតុល្យភាពយើងត្រូវតែសេរីស្រង់វាចេញដូចជាធ្វើអ្វីឲ្យអស់កម្លាំងឬក៏បាក់កម្លាំងភ័យខ្លាចបរាជ័យបាត់បង់ការចូលចិត្តនៅក្នុងអ្វីដែលធ្វើមានអារម្មណ៍ថាខ្លួនឯងអន់ខ្លួនឯងមិនគ្រប់គ្រាន់សម្ពាធបែបនេះវាធ្វើឲ្យយើងលែងចង់ព្យាយាមហើយឆាប់នឿយណាយនិងឆាប់នឿយហត់ដូច្នេះហើយដើម្បីកសាងសម្ពាធល្អយើងត្រូវតែមានគោលដៅដ៏ពិតប្រាកដមិនធំពេកហើយក៏មិនតូចពេកដែររុញខ្លួនឯងបន្តិចម្ដងប្រសើរឡើងរាល់ថ្ងៃគឺវាគ្រប់គ្រាន់ហើយពេលខ្លួនឯងនៅក្នុងការសម្រាកយើងមិនមែនជាម៉ាស៊ីនដែលធ្វើអ្វីមិនចេះសម្រាកឡើយបន្ទុកណាម៉ាស៊ីនគ្រឿងចក្រក៏ពិតមែនហើយក៏វាមានអាយុកាលដែរបើយើងប្រើវាខ្លាំងពេកវានឹងឆាប់ខូចវាគឺជារឿងដែលត្រឹមត្រូវបំផុតផ្ដោតទៅលើការរីកចម្រើនមិនមែនភាពល្អឥតខ្ចោះដោយភ្លាមឡើយសម្ពាធល្អគឺប្រៀបបីដូចជាការហាត់ប្រាណក៏យ៉ាងដូច្នោះដែរ
បើហាត់ប្រាំត្រឹមត្រូវរាងកាយក៏នឹងខ្លាំងឡើងបើហាត់លើសកម្រិតរបួសក៏នឹងកើតឡើងជីវិតក៏ដូចគ្នាត្រូវរញខ្លួនឯងតែមិនបំផ្លាញខ្លួនឯងនៅពេលដែលសម្ពាធអ្វីធ្វើឲ្យអ្នកមានរដ្ឋធម្មពលនិងចង់បន្តនេះហើយគឺជាអ្វីដែលល្អអ្វីដែលស្ថាបនានៅពេលដែលអ្នកធ្វើអ្វីមួយដោយអស់កម្លាំងអ្នកក៏នឹងឆាប់នៅក្នុងការបោះបង់ហើយអ្នកក៏នឹងលែងមានទំនុកចិត្តទៅលើខ្លួនឯងដែរនេះគេមិនហៅថាដាក់សម្ពាធធ្វើឲ្យខ្លួនឯងប្រសើរទេគឺជាការដាក់សម្ពាធដែលធ្វើយើងកាន់តែយ៉ាប់ទៅវិញដូច្នេះហើយនៅពេលដែលយើងបើកចិត្តនៅក្នុងការទទួលយកថាខ្ញុំត្រូវតែរីកចម្រើនទោះបីជាការរីកចម្រើនបន្តិចម្ដងក៏ដោយនោះយើងឈ្មោះថាគឺជាការផ្លាស់ប្ដូរធំគឺពុំចាំបាច់កាត់ឡើងដោយព្រាមភ្លេតទេជីវិតភាគច្រើនត្រូវបានកែប្រែទៅដោយជំហានតូចដែលយើងធ្វើជាប់ជាប្រចាំមនុស្សជាច្រើនបរាជ័យមិនមែនព្រោះតែពួកគេមិនមានសមត្ថភាពឯណាប៉ុន្តែព្រោះតែពួកគេនឹងវាស្លោឈាមនៅក្នុងការចង់បានលទ្ធផលធំពេកព្រាមដែលវាប្រឆាំងពីច្បាប់នៃការដាំដុះគឺវាប្រឆាំងពីច្បាប់នៃការសាបព្រោះនិងច្បាប់ប្រមូលផលដែលខ្ញុំបានជម្រាបជូនមុននេះបន្តិចហេតុអ្វីការធ្វើតិចតួចតែវាមានគុណភាពធំខួរក្បាលគឺទទួលយកបានងាយដោយការផ្លាស់ប្ដូរតូចយើងមិនធ្វើឲ្យយើងភ័យឬក៏ធុញទ្រាន់ងាយបន្តទៅជាទម្លាប់អ្វីដែលតូចបាទបងបាទខាងខ្ញុំរៀបចំដាក់ជូនហើយខួរក្បាលក៏នឹងមិនបដិសេធវាដែរលទ្ធផលកើតឡើងដោយស្វ័យគុណតែម្ដងការកែលម្អតិចតូចបូកគ្នាជារៀងរាល់ថ្ងៃអាចនាំទៅរកការផ្លាស់ប្ដូរដ៏ធំដុំនាពេលខាងមុខដូច្នេះហើយគិតដ៏សាមញ្ញនោះគឺថាអានត្រឹមតែ5ទំព័រនៅក្នុងមួយថ្ងៃបន្តមក1ឆ្នាំអ្នកអាចអានសៀវភៅបានជាច្រើនក្បាលហាត់ជំនាញថ្មី30នាទីនៅក្នុងមួយថ្ងៃគឺវាអាចបង្កើតភាពខុសប្លែកគ្នាដ៏ធំធេងនាពេលខាងមុខអ្វីដែលអ្នកក៏បីចាំនោះគឺថាកុំរងចាំថ្ងៃដែលល្អបំផុតថ្ងៃធម្មតាក៏អាចជាថ្ងៃដែលរីកចម្រើនកុំប្រៀបធៀបល្បឿនរបស់អ្នកជាមួយនឹងបុគ្គលដទៃកុំមើលងាយតូចតាចព្រោះអ្វីដែលអ្នកធ្វើតូចតាចគឺជាគ្រឹះនៃសមិទ្ធផលដ៏ធំដុំឧទាហរណ៍ជាក់ស្ដែងថ្ងៃនេះអ្នកចាប់ផ្ដើមលឿនជាងម្សិលមិញ10នាទីរៀនអ្វីដែលថ្មីឲ្យបានមួយចំណុចកាត់បន្ថយទម្លាប់អវិជ្ជមានធ្វើការងារមួយឲ្យបានល្អជាងថ្ងៃម្សិលមិញបាទនេះទៅបន្តិចម្ដងអ្នកក៏នឹងឃើញការផ្លាស់ប្ដូរដ៏ធំដុំជីវិតបាទមិនផ្លាស់ប្ដូរដោយការខំធំតែម្ដងទេប៉ុន្តែវាផ្លាស់ប្ដូរដោយការរីកចម្រើនតូចៗដែលអ្នកបន្តធ្វើដោយចង់មិនដាច់ប្រសិនបើអ្នកល្អជាងម្សិលបាទទូចនោះគឺជាការគ្រប់គ្រាន់ហើយកុំលុបលុនបើខុសទំនងអត់បានឃ្លៀនចំហអូនរកបណ្ដំនៃជំហានតូចព្រោះជំហានតូចអូផ្ទះយើងនៅណាគឺកំពុងតែនាំអ្នកឆ្ពោះទៅអូនទៅសាលាអូនទៅសាលាដែលល្អប្រសើរជាងមុនល្ងាចបានយើងទៅផ្ទះមានមកណ៎អូននិយាយចេញធ្វើមើលបាទម៉ាម៉ាអប៉ាបាទបាទShop easy with Shopee, doorstep delivery, pay COD, shop in Khmer and English. Shop easy with Shopee now.
ខ្ញុំបដិញ្ញាថា2026នឹងប្រមែនជាឆ្នាំដែលខ្ញុំរស់នៅដោយមុនទៀតឡើយខ្ញុំនឹងជប់រស់នៅដោយគ្មានទិសដៅហើយចាប់ផ្ដើមរស់នៅដោយមានវត្ថុបំណងច្បាស់លាស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យភាពខ្ជិលភាពភ័យខ្លាចឬក៏ការសង្ស័យលើខ្លួនឯងខ្លាយទៅជាឧបសគ្គដែលរារាំងអនាគតខ្ញុំទៀតឡើយរាល់ថ្ងៃខ្ញុំនឹងធ្វើអ្វីមួយដែលធ្វើឲ្យខ្លួនឯងប្រសើរជាងម្សិលមិញបើទុកណាប្រសើរត្រឹមតែ 1% ក៏បានដែរខ្ញុំដឹងថាភាពជោគជ័យវាមិនមែនកើតឡើងដោយកត្តាចៃដន្យទេប៉ុន្តែវាកើតឡើងពីការសម្រេចចិត្តតូចៗដែលខ្ញុំធ្វើជាបន្តនៅមុនដំណាច់ឆ្នាំ2026ខ្ញុំនឹងធ្វើឲ្យខ្លួនឯងមើលមកក្រោយប្រកបទៅដោយមោទនភាពថាខ្ញុំបានផ្លាស់ប្ដូរជីវិតខ្លួនឯងដល់ពិតប្រាកដខ្ញុំសុខចិត្តលះបង់ភាពងាយស្រួលដើម្បីបានជីវិតដែលល្អប្រសើរខ្ញុំបដិញ្ញាថានឹងឈប់ជ្រើសរើសភាពងាយស្រួលដែលបំផ្លាញអនាគតខ្ញុំទៀតហើយខ្ញុំនឹងក្រោកពីព្រលឹមជាងមុនខិតខំធ្វើការឲ្យបានច្រើនជាងមុនហាត់ប្រាណឲ្យបានច្រើនជាងមុនរៀនឲ្យបានច្រើនជាងមុនខ្ញុំនឹងមិនឲ្យការកំសាន្តសប្បាយអារម្មណ៍ត្រឹមតែមួយភ្លែតលួចយកក្តីស្រមៃរបស់ខ្ញុំបានឡើយត្បិតខ្ញុំច្បាស់ថារាល់ការលះបង់នៃថ្ងៃនេះគឺជាការវិនិយោគដ៏ធំបំផុតសម្រាប់អនាគតខ្ញុំនឹងមិនត្អូញត្អែអំពីការលំបាកទេព្រោះខ្ញុំដឹងថាការលំបាកកំពុងតែបង្កើតមនុស្សថ្មីម្នាក់ដែលរឹងមាំជាងមុនខ្ញុំនឹងជ្រើសវិរវិន័យជំនួសឲ្យភាពងាយស្រួលនិងភាពរីកចម្រើនជំនួសឲ្យភាពសោកស្ដាយក្រោយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឈប់បន្ទោសសំណាងបរិយាកាសឬមនុស្សនៅជុំវិញហើយត្បិតខ្ញុំជឿថាអនាគតរបស់ខ្ញុំគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំមិនមែនជាការរំពឹងទុករបស់ជនណាម្នាក់ឡើយខ្ញុំនឹងទទួលយកនៅកំហុសឆ្គងរបស់ខ្លួនដោយភាពក្លាហានហើយរៀនពីវាដោយទំនួលខុសត្រូវខ្ញុំនឹងផ្ដោតទៅលើអ្វីដែលខ្ញុំអាចគ្រប់គ្រងបានហើយមិនខ្ជះខ្ជាយទៅលើអ្វីដែលមិនអាចគ្រប់គ្រងបានឡើយរាល់មូមីភ័យអាសន្នរាល់បញ្ហាដែលកើតឡើងខ្ញុំនឹងចាត់ទុកវាថាជាឱកាសនៅក្នុងការរីកចម្រើនខ្ញុំនឹងក្លាយជាម្ចាស់ជីវិតខ្លួនឯងមិនមែនជាជនរងគ្រោះនៃកលៈទេសៈឯណានេះមួយទៀតឡើយខ្ញុំបដិញ្ញាថានឹងឈប់និយាយពីក្តីស្រមៃបើខ្ញុំមិនតាន់ចាប់ផ្ដើមធ្វើវាខ្ញុំចង់ឲ្យមនុស្សស្គាល់ខ្ញុំតាមរយៈស្នាដៃតាមរយៈគុណតម្លៃមិនមែនគ្រាន់តែជាពាក្យសន្យាហើយខ្ញុំតាំងចិត្តថាពាក្យសម្ដីធម្មតាវាមានតម្លៃជាងពាក្យសន្យាបើយើងនិយាយឲ្យធ្វើខ្ញុំនឹងធ្វើការដោយភាពស្ងប់ស្ងាត់ហើយអនុញ្ញាតឲ្យលទ្ធផលជាអ្នកបញ្ចេញសម្លេងជំនួសខ្ញុំនឹងរក្សាពាក្យសន្យាដែលខ្ញុំសន្យាជាមួយខ្លួនឯងនិងអ្នកដទៃជាពិសេសការសន្យានិងការបដិញ្ញាចិត្តដែលថាខ្ញុំត្រូវតែរីកចម្រើនខ្ញុំត្រូវតែផ្លាស់ប្ដូរខ្ញុំនឹងក្លាយទៅជាមនុស្សដែលអាចទុកចិត្តបានទោះជាក្នុងបរិបទការងារគ្រួសារអាជីវកម្មជំនួយជួយប្រែលក់ចេញទិញចូលនិងខ្លួនឯងស្មោះត្រង់នឹងគោលដៅស្មោះត្រង់នឹងខ្លួនឯងភាពស្មោះត្រង់នឹងទំនួលខុសត្រូវគឺជាអត្តសញ្ញាណរបស់ខ្ញុំទទួលស្គាល់ថាការភ័យខ្លាចវានៅតែមានប៉ុន្តែខ្ញុំនឹងមិនឲ្យវាគ្រប់គ្រងជីវិតខ្ញុំទៀតទេខ្ញុំនឹងហ៊ានសាកល្បងអ្វីដែលថ្មីហ៊ានទទួលខុសត្រូវនិងហ៊ានដើរចេញពីតំបន់សុវត្ថិភាពប្រសិនបើខ្ញុំបរាជ័យខ្ញុំនឹងរៀនពីវាប្រសិនបើខ្ញុំដួលខ្ញុំនឹងក្រោកឈរឡើងវិញខ្ញុំនឹងមិនឲ្យការបរាជ័យមួយលើកកំណត់តម្លៃជីវិតរបស់ខ្ញុំឡើយខ្ញុំជឿថាមនុស្សដែលហ៊ានបន្តដើរទោះបីជាមានមុំមីភ័យអាសន្ននៅខាងមុខគឺជាមនុស្សដែលទៅដល់គោលដៅមុនគេខ្ញុំដឹងថាពេលវេលារាល់មីនិតរាល់សេកុងដែលបានបាត់បង់ទៅហើយមិនអាចយកអ្វីទៅទិញមកវិញទេដូច្នេះខ្ញុំនឹងឈប់ពន្យាពេលឈប់រស់នៅដោយគ្មានផែនការនិងឈប់ចំណាយពេលទៅលើរឿងដែលមិនមានតម្លៃខ្ញុំនឹងប្រើប្រាស់រាល់ម៉ោងរាល់នាទីដើម្បីរៀនដើម្បីកែលម្អដើម្បីអភិវឌ្ឍខ្លួនដើម្បីបង្កើតអ្វីដែលមានអត្ថន័យសម្រាប់ជីវិតខ្ញុំនឹងគ្រប់គ្រងថ្ងៃរបស់ខ្ញុំមុនពេលដែលថ្ងៃនោះគ្រប់គ្រងខ្ញុំរាល់ថ្ងៃដែលខ្ញុំធ្វើបានល្អគឺជាជំហានឆ្ពោះទៅរកអនាគតដែលខ្ញុំប្រាថ្នាខ្ញុំនឹងរស់នៅដោយដឹងថាពេលវេលាគឺជាធនធានដ៏មានតម្លៃបំផុតដែលខ្ញុំមានខ្ញុំមិនចង់ពឹងផ្អែកតែទៅលើអារម្មណ៍ឬក៏ការលើកទឹកចិត្តពីនរណាឡើយខ្ញុំធ្វើអ្វីដែលត្រូវធ្វើទោះបីជាខ្ញុំចង់ឬក៏មិនចង់ក៏ដោយខ្ញុំនឹងអនុវត្តទម្លាប់ល្អរាល់ថ្ងៃដោយមិនស្វែងរកលេសដើម្បីបោះបង់ខ្ញុំដឹងថាវិន័យគឺជាស្ពានដែលភ្ជាប់ក្តីស្រមៃទៅកាន់ការពិតរាល់ថ្ងៃខ្ញុំរក្សាវិន័យបានគឺជាថ្ងៃដែលខ្ញុំកំពុងតែសាងសង់មនុស្សថ្មីម្នាក់ដែលមានភាពរឹងមាំជាងមុន
ខ្ញុំនឹងធ្វើឲ្យវិន័យคล้ายទៅជាអត្តសញ្ញាណមិនមែនគ្រាន់តែជាទម្លាប់បណ្ដោះអាសន្នឡើយខ្ញុំនឹងរស់នៅឲ្យសមនឹងសក្តានុពលដែលខ្ញុំមានខ្ញុំបដិញ្ញាថាខ្ញុំមិនរស់នៅក្រោមស្តង់ដារក្រោមសក្តានុពលភាពដ៏ពិតប្រាកដរបស់ខ្ញុំឡើយខ្ញុំដឹងថាខ្ញុំអាចคล้ายទៅជាមនុស្សដែលប្រសើរជាងនេះប្រសិនបើខ្ញុំតាំងចិត្តផ្លាស់ប្ដូរនិងបន្តកិច្ចខិតខំខ្ញុំនឹងមិនប្រៀបធៀបខ្លួនឯងជាមួយនឹងជនណាម្នាក់ទេប៉ុន្តែប្រៀបធៀបខ្លួនឯងជាមួយនឹងអាទិត្យមុនជាមួយនឹងម្សិលមិញជាមួយនឹងខែមុនជាមួយនឹងត្រីមាសមុនជាមួយនឹងឆមាសមុនជាមួយនឹងឆ្នាំមុនឆ្នាំ2026បញ្ចប់ខ្ញុំចង់ឃើញខ្លួនឯងคล้ายទៅជាមនុស្សម្នាក់ដែលមានទំនុកចិត្តជាងមុនមានប្រាជ្ញាជាងមុនមានសុខភាពល្អប្រសើរជាងមុននិងមានភាពរឹងមាំជាងមុនខ្ញុំនឹងធ្វើឲ្យឆ្នាំ2026คล้ายទៅជាចំណុចចាប់ផ្ដើមคล้ายទៅជារបបផ្លាស់ប្ដូរដ៏ធំបំផុតសម្រាប់ខ្ញុំហើយខ្ញុំនឹងបង្ហាញវាតាមរយៈសកម្មភាពតាមរយៈទម្លាប់តូចតាមរយៈការគិតតាមរយៈការតាំងចិត្តដែលថាខ្ញុំអាចផ្លាស់ប្ដូរដល់ពិតប្រាកដខ្ញុំនឹងទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះខ្លួនឯងឲ្យបានប្រសើរជាងបុគ្គលដទៃដែលគេរំពឹងទុកពីខ្ញុំឆ្នាំថ្មីប្រសិនបើបន្តអេរិយាបថដូចជាឆ្នាំចាស់អ្នកធ្វើរឿងដដែលខ្ញុំគិតថាជីវិតរបស់អ្នកនឹងនៅដដែលរហូតឆ្នាំ2027អ្នកពុំចាំបាច់ចាប់ផ្ដើមដោយអស្ចារ្យឡើយតែវាអាចជាឆ្នាំដែលអ្នកជប់រស់នៅដោយភាពចៃដន្យហើយចាប់ផ្ដើមរស់នៅដោយគោលបំណងពុំចាំបាច់ផ្លាស់ប្ដូរទាំងអស់នៅក្នុងពេលត្រឹមតែមួយយប់មិនចាំបាច់ដើរជាងអ្នកដទៃក៏ប៉ុន្តែអ្នកត្រូវតែយល់ច្បាស់ថាត្រូវតែបន្តត្រូវតែស្មោះត្រង់ចំពោះអនាគតដែលអ្នកចង់បង្កើតថ្ងៃមួយអ្នកក៏នឹងមើលត្រឡប់មកវិញនៅឆ្នាំ2027ហើយដឹងថាជីវិតមិនផ្លាស់ប្ដូរព្រោះតែសំណាងទេវាផ្លាស់ប្ដូរក៏ព្រោះតែអ្នកធ្វើការសម្រេចចិត្តដើម្បីកែប្រែគុណភាពជីវិតរបស់អ្នក2027ពុំមែនជាឆ្នាំដែលនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកដោយស្វ័យប្រវត្តិតែវាអាចជាឆ្នាំដែលអ្នកសម្រេចចិត្តរស់នៅដោយចេតនាជំនួសឲ្យការរស់នៅដោយចេះតែប្តេជ្ញាផ្ដួលទៅតាមស្ថានភាពមនុស្សជាច្រើនចូលចិត្តឆ្នាំថ្មីជាមួយនឹងក្តីរំភើបសរសេរគោលដៅជាច្រើនមានអារម្មណ៍ថាខ្លួនឯងក៏នឹងផ្លាស់ប្ដូរក៏ប៉ុន្តែបន្ទាប់ពីខែមករាកម្លាំងចិត្តក៏ចាប់ផ្ដើមធ្លាក់ហើយគោលដៅក៏คล้ายទៅជាក្រដាសមួយសន្លឹកប៉ុណ្ណោះបញ្ហាពុំមែនមកពីអ្នកខ្សោយបញ្ហានោះគឺថាមនុស្សភាគច្រើនកំណត់គោលដៅដោយគិតតែពីលទ្ធផលប៉ុន្តែមិនបានរៀបចំដើម្បីរស់នៅជាមួយវាឡើយការស្រាវជ្រាវអំពីការកំណត់គោលដៅគេបានបង្ហាញថាគោលដៅដែលច្បាស់លាស់សរសេរចេញនិងបំបែកវាទៅជាសកម្មភាពតូចគឺមានឱកាសសម្រេចខ្ពស់ជាងការគិតនៅក្នុងចិត្តម្ល៉េះហើយមុនឆ្នាំ2027សូមកុំសួរថាខ្ញុំចង់បានអ្វីតែសូមបដូរសំណួរទៅជាតើនៅចុងឆ្នាំ2027ខ្ញុំចង់ក្លាយទៅជាមនុស្សបែបណាសរសេរចក្ខុវិស័យរបស់អ្នកសម្រាប់ចុងឆ្នាំបិទភ្នែកស្រមៃថានៅថ្ងៃទី31ខែធ្នូឆ្នាំ2027បានមកដល់អ្នកអង្គុយស្ងប់ហើយបែរភ្នាក់ងារក្រោយត្រឡប់ review ទៅលិតសមិទ្ធផលអ្នកសម្រេចបានទាំងមូលតើអ្នកចង់និយាយអ្វីទៅកាន់ខ្លួនឯងឆ្នាំនេះខ្ញុំបានរីកចម្រើនជាងមុនខ្ញុំមានសុខភាពល្អជាងមុនខ្ញុំអាចគ្រប់គ្រងលុយបានល្អជាងមុនខ្ញុំមានទំនាក់ទំនងដែលមានគុណភាពជាងមុនឬទេខ្ញុំបានធ្វើបែបនេះឬបែបនោះឬទេកុំចាប់ផ្ដើមពីតារាងចាប់ផ្ដើមពីរូបភាពនៃជីវិតដែលអ្នកចង់រស់នៅកំណត់គោលដៅតែ5ផ្នែកដ៏សំខាន់ការដែលមានគោលដៅច្រើនពេកធ្វើឲ្យធម្មពលបែកខ្ញែកជ្រើសរើសត្រឹមតែ5ផ្នែកសុខភាពអ្នកត្រូវសួរថាតើខ្ញុំចង់ឲ្យរាងកាយនិងធម្មពលរបស់ខ្ញុំវាទៅដល់កម្រិតណាឧទាហរណ៍គេឲ្យបានគ្រប់គ្រាន់ហាត់ប្រាណ4ដងក្នុងមួយសប្តាហ៍ញ៉ាំអាហារដែលមានធម្មពលមានជីជាតិល្អជាដើមព្រោះគោលដៅផ្សេងទាំងអស់គឺវាត្រូវការធម្មពលនៅក្នុងផ្នែកហិរញ្ញវត្ថុចូលសួរថាតើនៅចុងឆ្នាំ2027ខ្ញុំចង់មានស្ថិរភាពហិរញ្ញវត្ថុបែបណាឧទាហរណ៍សន្សំប្រាក់ជាប់ជាប្រចាំបង្កើនចំណូលកាត់បន្ថយការចំណាយដែលគ្មានទិសដៅអាជីពការងារតើចំណេញអ្វីដែលធ្វើឲ្យតម្លៃជីវិតរបស់ខ្ញុំកើនឡើងឧទាហរណ៍ដូចជារៀនជំនាញថ្មីបង្កើតគម្រោងបន្តខ្លួនអានសៀវភៅជាប់ជាប្រចាំទំនាក់ទំនងតើខ្ញុំចង់ក្លាយទៅជាមនុស្សបែបណាចំពោះមនុស្សដែលនៅជុំវិញចំណាយពេលជាមួយគ្រួសារកែលម្អគុណភាពជីវិតចោះសម្រងឲ្យបានច្រើនជាងមុន
បង្កើតបណ្ដាញល្អៗជាងមុនជាដើមការរីកចម្រើនផ្ទាល់ខ្លួនតើខ្ញុំចង់មានផ្នត់គំនិតបែបណាឧទាហរណ៍អានសរសេរសមាធិនិងគ្រប់គ្រងអារម្មណ៍បំបែកគោលដៅទៅជាឆ្នាំទៅជាត្រីមាសទៅជាខែឧទាហរណ៍មនុស្សជាច្រើនបរាជ័យព្រោះតែគោលដៅនឹងវាហាក់បីដូចជាធំពេកការបំបែកគោលដៅទៅជាជំនាញតូចៗនិងការ review ត្រួតពិនិត្យវាជាប់ជាប្រចាំក៏ជួយឲ្យគោលដៅមិននៅត្រឹមតែជាគំនិតទេតែវាคล้ายទៅជាសកម្មភាពប្រចាំថ្ងៃឧទាហរណ៍គោលដៅសម្រាប់ឆ្នាំ2027អានសៀវភៅឲ្យបាន24ក្បាលនៅត្រីនីតិ1អានឲ្យបាន6ក្បាលខែនេះអានឲ្យបាន2ក្បាលសប្តាហ៍នេះអាន50ទំព័រថ្ងៃនីមួយៗបើយើងមើលទៅវាហាក់បីដូចជាតូចប៉ុន្តែចុងឆ្នាំវាคล้ายទៅជារង្វាន់ធំបង្កើតប្រព័ន្ធមិនមែនពឹងផ្អែកតែទៅលើអារម្មណ៍អ្នកមិនត្រូវការកម្លាំងចិត្តរាល់ថ្ងៃទេអ្នកគ្រាន់តែត្រូវការប្រព័ន្ធមួយដែលអ្នកអាចអនុវត្តរាល់ថ្ងៃប៉ុណ្ណោះប្រព័ន្ធមានន័យថាម៉ោងភ្ញាក់ដែលទៀងពេលម៉ោងធ្វើការដែលទៀងពេលម៉ោងអានដដែលដែលទៀងពេលនិងម៉ោងហាត់ប្រាណដែលទៀងពេលដូច្នេះកុំសួរខ្លួនឯងរាល់ថាថ្ងៃនេះខ្ញុំមានអារម្មណ៍ធ្វើការឬទេតែត្រូវសួរថាតើថ្ងៃនេះជាពេលដែលខ្ញុំត្រូវធ្វើអ្វីជាម៉ោងសម្រាប់អានជាម៉ោងសម្រាប់ភ្ញាក់ជាម៉ោងសម្រាប់ហាត់ប្រាណជាម៉ោងសម្រាប់អភិវឌ្ឍខ្លួនកុំកំណត់គោលដៅដោយប្រៀបធៀបនៅឆ្នាំ2027ពុំមែនជាការប្រកួតគោលដៅរបស់អ្នកពុំចាំបាច់ដូចអ្នកដទៃឡើយមនុស្សម្នាក់គោលដៅគាត់គឺការរកលុយបន្ថែមរីឯមនុស្សម្នាក់ទៀតគោលដៅគាត់គឺការសម្រាកនិងស្ដារខ្លួនអ្នកទាំងពីរមានតម្លៃកុំសរសេរគោលដៅដែលអ្នកឲ្យមើលទៅដូចជាជោគជ័យសរសេរគោលដៅដែលធ្វើឲ្យអ្នករស់នៅដោយល្អទុកកន្លែងសម្រាប់ការផ្លាស់ប្ដូរគោលដៅមិនមែនជាកិច្ចសន្យាជាមួយនឹងអនាគតទេវាគឺជាទិសដៅនៅពេលដែលមានការផ្លាស់ប្ដូរអ្នកអាចកែផែនការតែកុំបោះបង់ទិសដៅបត់បែនគឺជាផ្នែកមួយនៃការរីកចម្រើនដាក់លិខិតមួយសម្រាប់ខ្លួនឯងសួស្តីនៅចុងឆ្នាំ2027ខ្ញុំសង្ឃឹមថាអ្នកបានរក្សាពាក្យសន្យាជាមួយនឹងខ្លួនឯងខ្ញុំមិនរំពឹងឲ្យអ្នកល្អឥតខ្ចោះទេតែខ្ញុំចង់ឲ្យអ្នកបន្តបើទោះបីជាយឺតក៏ដោយកុំភ្លេចថាអ្វីដែលអ្នកធ្វើរាល់ថ្ងៃគឺកំពុងតែបង្កើតមនុស្សដែលអ្នកខ្លាយទៅជាในថ្ងៃខាងមុខដូច្នេះហើយអំណះចាប់តាំងតែពេលនេះទៅត្រូវចាំថារាល់គោលដៅដែលអ្នកចង់សម្រេចពុំជាបាច់ធំអស្ចារ្យពេកទេតែវាជាគោលដៅវាគឺជាឆ្នាំដែលអ្នកជួបរស់នៅដោយភាពចៃដន្យហើយចាប់ផ្ដើមរស់នៅដោយវត្ថុបំណងមិនចាប់ផ្ដើមផ្លាស់ប្ដូរទាំងអស់នៅក្នុងពេលត្រឹមតែមួយយប់មិនចាំបាច់លឿនជាងអ្នកដទៃប៉ុន្តែត្រូវមានភាពប្រាកដនិយមត្រូវតែច្បាស់ត្រូវតែបន្តត្រូវតែស្មោះត្រង់ជាមួយនឹងអនាគតដែលអ្នកចង់បង្កើតថ្ងៃមួយអ្នកក៏នឹងមើលទៅក្រោយហើយដឹងថាជីវិតមិនផ្លាស់ប្ដូរប៉ុន្តែសំណាងវាផ្លាស់ប្ដូរដែលវាកាត់ចេញពីការសម្រេចចិត្តរបស់អ្នកនឹងឯងធម្មជាតិនៃអាកាសគឺមិនដែលរងចាំអ្នកណាម្នាក់ឡើយឱកាសគេប្រៀបដូចជារថភ្លើងដែលកំពុងរត់បើវាមកដល់ស្ថានីយ៍ហើយអ្នកមិនព្រមលោតឡើងដោយភ្លាមៗទេព្រោះតែរវល់រៀបចំអីវ៉ាន់ឬក៏ខ្លាចនេះខ្លាចនោះវាក៏នឹងរត់ហួសទៅមុខនៅពេលអ្នកនៅស្ទះស្ទើរពិភពលោកគឺមិនឈប់រងចាំអ្នកទេតម្រូវការទីផ្សារគម្រោងអាជីវកម្មឬក៏តំណែងការងារតែងតែត្រូវការមនុស្សមកបំពេញជាបន្តហើយបើអ្នកមិនចាប់យកវាក៏នឹងរំលងទៅដល់ដៃអ្នកដទៃដោយភ្លាមៗដែលគេហៅថាភាពហានិភ័យខ្ពស់នឹងការដែលគេហ៊ានប្រថុយជាងអ្នកជាដើមរាល់ឱកាសធំៗនៅក្នុងជីវិតមិនមានហៅយើងជាញឹកញាប់ឡើយបើអ្នកបដិសេធព្រួយព្រាកថាមិនតន់ត្រៀមខ្លួនអ្នកអាចនឹងត្រូវស្ដាយក្រោយនៅថ្ងៃខាងមុខនៅពេលដែលឃើញអ្នកដទៃគេចាប់យកវាហើយរីកចម្រើនទៅមុខមុនអ្នកផ្ទុយទៅវិញបើអ្នកសាឡបងបើទុកណាលទ្ធផលបែបណាក៏ដោយចុះអ្នកនឹងមិនមានពាក្យថាស្ដាយក្រោយឡើយព្រោះអ្នកបានផ្ដល់ឱកាសឲ្យខ្លួនឯងដើម្បីលូតលាស់រីកចម្រើនរួចទៅហើយចូលចាំថាភាពក្លាហានពុំមែនជាអវត្តមាននៃការភ័យខ្លាចទេក៏ប៉ុន្តែគឺជាការដើរទៅមុខទាំងដែលអ្នកកំពុងតែភ័យខ្លាចនឹងឯងដូច្នេះហើយនៅពេលដែលឱកាសធំលេចឡើងប៉ុន្តែអ្នកមិនទាន់ត្រៀមខ្លួនចូល say yes ចូលនិយាយពាក្យថាបាទហើយខិតខំធ្វើដើម្បីព្យាយាមចាប់យកវាឲ្យបានឱកាសមាសដែលបានមកដល់ដៃក៏ប៉ុន្តែយើងមានអារម្មណ៍ថាខ្លួនឯងមិនទាន់មានសមត្ថភាពឬក៏មិនទាន់ត្រៀមខ្លួនឡើយវាគឺជាអារម្មណ៍ដំបូងដែលលេចឡើងគឺភាពភ័យខ្លាចភាពរារែក
ក៏ដូចជាការសង្ស័យមកលើខ្លួនឯងដែលវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការជីវិតរបស់យើងទាំងមូលទោះជាយ៉ាងណាក៏ដោយខ្ញុំសូមផ្ដល់អនុសាសន៍ថាប្រសិនបើអ្នករងចាំរហូតតតែល្អឥតខ្ចោះ 100% ទៅចាប់យកឱកាសនោះអ្នកប្រហែលជាទៅរងចាំអស់មួយជីវិតតែបើអីថាភាពសមស្របដល់ល្អឥតខ្ចោះគឺមិនដែលមានពិតឡើយដោយជាបំណោដែលលោក Richard Branson ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញធ្លាប់និយាយថាបើមាននរណាម្នាក់ផ្ដល់ឱកាសដ៏អស្ចារ្យដល់អ្នកប៉ុន្តែអ្នកមិនច្បាស់ថាធ្វើវាបានឬក៏អត់ទេចូលឆ្លើយថា yes សិនទៅរួចចាំរៀនធ្វើវាតាមក្រោយដូច្នេះហើយប្រសិនបើអ្នកជួបឱកាសជាក់ស្ដែងនៅក្នុងជីវិតខ្ញុំសូមផ្ដល់ជាយោបល់ថាបើកផ្នត់គំនិតផ្លាស់ប្ដូរ mindset អ្នកត្រូវតែរៀនទទួលស្គាល់ថាគ្មាននរណាម្នាក់ត្រៀមខ្លួន 100% ទេឱកាសធំគឺវារមែងតែងតែមកជាមួយនឹងការប្រឈមថ្មីប្រសិនបើអ្នកមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ហើយនោះប្រហែលជាពុំមានឱកាសដែលជួយឲ្យអ្នករីកចម្រើននោះឡើយវាគ្រាន់តែជាការងារធម្មតាដែលវាស្ថិតនៅក្នុង comfort zone របស់អ្នកប៉ុណ្ណោះដូច្នេះហើយបដូរពីការភ័យខ្លាចខុសមកជាការចង់រៀនសូត្រចង់អភិវឌ្ឍខ្លួនចង់រីកចម្រើនគិតថាវាគ្រាន់តែជាការពិសោធន៍មួយហើយបើទោះបីជាលទ្ធផលចុងក្រោយមិនទទួលបានជោគជ័យក៏ពេញលេញក៏អ្នកត្រូវទៅរៀនសូត្រនិងទទួលយកបទពិសោធន៍ដែលលុយមិនអាចទិញបានម្យ៉ាងទៀតសោតយើងរៀនសម្លឹងរៀនវិភាគ assess the game កុំអាស្រន់ស្រោចូលយកក្រដាសមួយសន្លឹកមកចែកជា2ហើយសរសេរវាអ្វីដែលអ្នកមានរួចទៅហើយតើជំនាញចំណេះដឹងឬក៏ទេពកោសល្យអ្វីខ្លះដែលអ្នកមានស្រាប់ហើយអាចយកវាទៅប្រើប្រាស់នៅក្នុងឱកាសនោះបានប៉ុណ្ណាដែរជារឿយៗយើងតែងតែវិតម្លៃសមត្ថភាពខ្លួនយើងទាបជាងការពិតអ្វីដែលអ្នកខ្វះខាតតើមានចំណុចណាដែលអ្នកមិនទាន់ដឹងឬក៏មិនទាន់ចេះតែការដឹងពីចំណុចខាតដែលច្បាស់លាស់ក៏នឹងជួយឲ្យអ្នកអាចរកឃើញវិធីនៅក្នុងការបំពេញវាបានកាន់តែចំគោលដៅពុំមែនជាការភ័យខ្លាចឡើយចំណុចមួយទៀតអ្នកអាចប្រើយុទ្ធសាស្ត្រយល់ព្រមសិនរៀនតាមក្រោយ say yes and figure it out នៅពេលដែលអ្នកសម្រេចចិត្តចាប់យកឱកាសនោះហើយនេះគឺជាអ្វីដែលអ្នកត្រូវធ្វើជាជំហានបន្តបំបែកការងារធំឲ្យទៅជាចំណិតតូចឱកាសធំមើលទៅគួរឲ្យខ្លាចត្បិតវាធំពេកចូលដកដង្ហើមវែងហើយបំបែកវាជាជំហានតូចតាមដែលអាចធ្វើទៅបានរាល់ថ្ងៃរៀនសូត្របែបល្បឿនលឿន fast track learning ប្រើប្រាស់ពេលវេលាដែលអ្នកមានស្រាវជ្រាវមើលវីដេអូអានសៀវភៅឬក៏ចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីដើម្បីបំពេញចន្លោះប្រហោងនៃចំណេះដឹងជាបន្តស្វែងរកជំនួយឬក៏ការប្រឹក្សាយោបល់ស្វែងរកជនទាំងឡាយឯណាដែលធ្លាប់ឆ្លងកាត់រឿងនេះរួចឬក៏អ្នកដែលមានបទពិសោធន៍សូមការណែនាំដោយស្មោះត្រង់ប៉ុន្តែប្រកបទៅដោយទំនុកចិត្តប្រសិនបើឱកាសនោះតម្រូវឲ្យអ្នកធ្វើការជាមួយអ្នកដទៃដូចជាការឡើងតំណែងឬក៏គម្រោងអាជីវកម្មជាដើមអ្នកពុំចាំបាច់ធ្វើពុតជាដឹងគ្រប់រឿងទេការធ្វើពុតអាចបង្កើតជាសម្ពាធដ៏ធំនិងអាចខូចខាតការងារបើមានកំហុសចូលស្មោះត្រង់ខ្ញុំប្រហែលជាមិនទាន់មានបទពិសោធន៍ជ្រៅជ្រះទៅលើចំណុចនេះក៏ពិតមែនប៉ុន្តែខ្ញុំមានជំនាញទៅលើចំណុចផ្សេងហើយខ្ញុំបដិញ្ញាចិត្តថានឹងរៀនសូត្រពីចំណុចនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានប្រការដែលយើងមានភាពស្មោះត្រង់យ៉ាងដូចនេះគឺវាជួយឲ្យយើងរួចផុតពីទុក្ខទោសបានគ្រប់គ្រងអារម្មណ៍ភ័យខ្លាចការភ័យខ្លាចគឺជារឿងធម្មតាទេរបស់មនុស្សនៅពេលដែលគេជួបអ្វីដែលថ្មីមិនដែលជួបពីមុនកុំរងចាំរហូតដល់បាត់បង់ទើបចាប់ផ្ដើមធ្វើចូលធ្វើវាទាំងដែលអ្នកកំពុងតែភ័យខ្លាចនោះនៅពេលដែលអ្នកចាប់ផ្ដើមបង្ហាញសកម្មភាពអារម្មណ៍ភ័យខ្លាចក៏នឹងដកថយបន្តិចម្ដងហើយជំនួសមកវិញនៃការផ្ដោតអារម្មណ៍ទៅលើការងាររំលឹកពីជោគជ័យមុនគិតមើលទៅក្រោយតើមានប្រមាណដងហើយដែលអ្នកធ្លាប់គិតថាធ្វើមិនកើតប៉ុន្តែចុងក្រោយអ្នកនៅតែអាចឆ្លងវាបានអ្នកធ្លាប់ធ្វើបានពីមុនលើកនេះអ្នកនៅតែអាចធ្វើវាបានដូចតែគ្នានឹងឯងដូច្នេះហើយចូលចាប់យកវាដោយភាពក្លាហានធម្មជាតិនៃការអាកាសគឺវាមិនដែលរងចាំប្រសិនបើយើងកញ្ញែងកញ្ញំយើងមិនមានភាពក្លាហានអ្នកផ្សេងគេនឹងចាប់យកវាមិនខានហើយដូច្នេះហើយបានជាខ្ញុំនិយាយពីខាងដើមអញ្ចឹងថាឱកាសវាប្រៀបដូចជារថភ្លើងដែលកំពុងរត់បើវាមកដល់ស្ថានីយ៍ហើយអ្នកមិនព្រមប្រញាប់ឡើងទេវានឹងទៅមុខទៀតមិនខានអន្តៈនៃភាពល្អឥតខ្ចោះអ្នកត្រូវតែព្យាយាមជៀសពីវាប្រសិនបើអ្នកចេះតែចាំវាពេកអ្នកផុតឱកាសជាជាមិនខានការគិតថាត្រូវតែចេះសពគ្រប់ទៅហ៊ានធ្វើគឺជាអន្តៈផ្លូវចិត្តមួយនៅក្នុងបរិបទសង្គមក៏ដូចជាតថភាពជាក់ស្ដែងគ្មានចំណុចបញ្ចប់នៃប៉ាពី Bye.
ប៉ាពីអើយប៉ាពីអត់ប៊ីអើយអត់ប៊ីកូនប៊ីអើយរហូតចឹងទូរស័ព្ទពីណាកូនយកទូរស័ព្ទធ្លាក់ចូលក្នុងនេះផ្លុកឡើយណាចាក់ទៀតហើយរំអត់រំមែនប៉ាប៉ាស្ដីថាThese are our top stories. អ
แล้วหนึ่ง cái bật phơi à bật phơi cái xuông đó nó mà có này chả ta mà không chả từng mấy con đeo con khai on rồi giờ này tiền mà tục này sẵn là đang tục này sẵn
camera ហ្នឹងគេហៅ camera គេ camera ដល់សាលាហ្នឹងអត់ដាស់ម៉ាក់ដល់សាលាឯងមិនប៊ីអើយសារកាកែវអើយមើលឯណាបាត់សារកាកែវគេរួមមិនជន់អូនប៊ីអូនប៊ីញ៉ាំបាយនៅចាំទៅដល់សាលាឲ្យអ្នកគ្រូឲ្យញ៉ាំណាកូននឹងស្ទះផ្លូវពេក Ây da. Hàng có thể tên này màu tối. Baby, nó chỉ đẹp sơn lại cất lên. Đồng thơm mà. Chỉ đẹp sơn lại cất lên. Trên mấy cô rồi. Nên đặt đập tức ơn đây con nè. Đưa mẹ con cho đưa lên, cho đưa lên. Bay của bạn đây. Bay một chút. Đây này cô chăm nhông cho rồi. Đặt miếng đây này rồi. Một cái bay. Đâu mà hai mà lớp rồi. Lớp rồi. Cái nào con khai cồn này khai cồn này bắt nặng trong cái bố vậy đấy A magnitude 7.4 earthquake has hit the Pacific coast of Colombia and several neighboring countries, causing widespread damage and injuries. Geologists put the quake's epicenter at about 100 kilometers beneath San Jose del Palmar in western Colombia. Authorities in the Colombian city of Cali say around 20 buildings collapsed and the people are trapped inside. Ukraine's military says it has hit an oil refinery in Russia's Tatarstan region. Authorities there say a dozen people were killed. Meanwhile, Russia struck apartments in the Ukrainian city of Zaporizhia in a combined drone and missile attack. Several people were injured, including a child. Parts of eastern China have been inundated by torrential rain and storms as Typhoon Dolphin made landfall south of Shanghai. Dolphin packed maximum sustained winds of more than 150 kilometers per hour near its center on Sunday evening before weakening to a tropical storm. More than 1 million people were evacuated ahead of the storm.
caution to mà chụp ra một ốc đi về đến chụp Ừ? chụp ra cho nó Nên thì bắt phở hay cái sụp cho đấy bảo chậm này mà anh này lan cũng bậc thân đi các bạn này bậc thang này các bạn để cô chuyển cho tôi sao bây giờ ấy